កាលពីព្រេងនាយនៅក្នុងអាណាចក្រមួយឈ្មោះកចន្ទមាលាគឺមានព្រះរាជវាំងដ៏ធំស្កឹមស្កៃស្ថិតនៅកណ្ដាលភ្នំនិងព្រៃខៀវស្រងាត់ព្រះរាជវាំងនោះមានបន្ទប់រាប់រយសួនផ្កាជាច្រើននិងបឹងធំដែលភ្លឺដូចកញ្ចក់ពេលព្រះចន្ទរះនៅទីនោះមានព្រះនាងមួយអង្គព្រះនាមព្រះនាងអេលីសាព្រះនាងមានសម្រស់ស្រស់ស្អាតដូចផ្កាម្លិះនិងមានចិត្តស្លូតបូតជាទីបំផុតប៉ុន្តែទោះរស់នៅក្នុងព្រះរាជវាំងដ៏ធំយ៉ាងណាព្រះនាងតែងមានអារម្មណ៍ឯកោព្រះមហាក្សត្រនិងព្រះមហាក្សត្រីរវល់គ្រប់គ្រងអាណាចក្រហើយអ្នកនៅក្នុងវាំងគ្រប់គ្នាតែងគោរពព្រះនាងដោយចម្ងាយគ្មាននរណាហ៊ាននិយាយលេងឬដើរលេងជាមួយព្រះនាងឡើយដូច្នេះព្រះនាងតែងចូលចិត្តដើរលេងម្នាក់ឯងក្នុងសួនព្រះរាជវាំងថ្ងៃមួយខណៈព្រះនាងកំពុងដើរតាមផ្លូវតូចក្រោយព្រះរាជវាំងព្រះនាងបានឃើញទ្វារចាស់មួយលាក់ក្រោមវលិទ្វារនោះចាស់ខ្លាំងហើយមានរូបផ្កាចម្លាក់នៅលើវាព្រះនាងភ្ញាក់ផ្អើលខ្ញុំមិនដែលឃើញទីនេះពីមុនទេព្រះនាងរុញទ្វារយឺតគ្រាដែលទ្វារបើកខ្យល់ក្រអូបស្រស់មួយបានបក់ចេញមកនៅខាងក្នុងគឺជាសួនដ៏ស្រស់ស្អាតមិនគួរឲ្យជឿមានផ្ការាប់ពាន់ពណ៌រីកពេញដីមេអំបៅពន្លឺហោះហើរជុំវិញនិងដើមឈើធំដែលបញ្ចេញពន្លឺស្រាលនៅកណ្ដាលសួនមានទឹកជ្រោះពណ៌ប្រាក់ធ្លាក់ចុះយ៉ាងស្រស់ស្អាតព្រះនាងស្ងប់ស្ងាត់មើលជុំវិញដោយភ្ញាក់ផ្អើលទីនេះដូចជាពិភពវេទមន្តភ្លាមនោះសំឡេងតូចមួយលាន់នៅពីក្រោយគុម្ពផ្កាទីបំផុតមានមនុស្សចូលមកទីនេះហើយព្រះនាងភ័យបន្តិចហើយងាកទៅមើលនៅទីនោះមានក្មេងប្រុសម្នាក់ស្លៀកពាក់ពណ៌កំពុងឈរនៅក្រោមដើមឈើធំមួយគាត់មានភ្នែកពណ៌ខៀវភ្លឺដូចទឹកសមុទ្រអ្នកជានរណាព្រះនាងសួរក្មេងប្រុសនោះញឹមស្រាលខ្ញុំឈ្មោះលូកាខ្ញុំជាអ្នកការពារសួនសម្ងាត់នេះព្រះនាងកាន់តែភ្ញាក់ផ្អើលសួនសម្ងាត់លូកាងក់ក្បាលទីនេះជាកន្លែងដែលត្រូវបានលាក់ពីពិភពលោកអស់រាប់រយឆ្នាំមានតែអ្នកដែលមានបេះដូងបរិសុទ្ធប៉ុណ្ណោះទើបអាចរកឃើញវាព្រះនាងស្ដាប់ដោយចាប់អារម្មណ៍យ៉ាងខ្លាំងចាប់ពីថ្ងៃនោះមកព្រះនាងតែងលួចមកសួនសម្ងាត់រាល់ថ្ងៃព្រះនាងនិងលូកាបានក្លាយជាមិត្តល្អនឹងគ្នាលូកាបង្ហាញព្រះនាងអំពីអាថ៌កំបាំងនៃសួនផ្កាដែលច្រៀងបានពេលយប់បឹងដែលអាចបង្ហាញអនាគតនិងដើមឈើដែលអាចនិយាយបានព្រះនាងចាប់ផ្ដើមញឹមច្រើនជាងមុនជាលើកដំបូងក្នុងជីវិតព្រះនាងមានអារម្មណ៍ថាព្រះនាងមិនឯកោទៀតទេប៉ុន្តែព្រះនាងមិនដឹងឡើយថាសួនសម្ងាត់នេះកំពុងលាក់អាថ៌កំបាំងដ៏ធំមួយថ្ងៃមួយខណៈព្រះនាងនិងលូកាកំពុងដើរក្បែរបឹងពន្លឺលូកាស្រាប់តែស្ងប់ស្ងាត់ខុសធម្មតាមានរឿងអ្វីព្រះនាងសួរលូកាមើលទៅលើមេឃពន្លឺក្នុងសួនកំពុងចុះខ្សោយព្រះនាងសម្លឹងជុំវិញផ្កាជាច្រើនចាប់ផ្ដើមស្វិតហើយទឹកក្នុងបឹងក៏លែងភ្លឺដូចមុនហេតុអ្វីវាកើតឡើងលូកាដកដង្ហើមវែងព្រោះអំណាចចងឹតកំពុងភ្ញាក់ឡើងវិញបន្ទាប់មកលូកាបានប្រាប់ព្រះនាងអំពីរឿងព្រេងបុរាណមួយកាលពីរាប់រយឆ្នាំមុនមានអ្នកវេទមន្តខ្មៅម្នាក់ព្យាយាមបំផ្លាញសួនសម្ងាត់ដើម្បីយកគ្រាប់បេះដូងពន្លឺដែលជាប្រភពអំណាចនៃសួនដើម្បីការពារវាអ្នកការពារសួនបានបិទសួនពីពិភពលោកហើយឥឡូវអំណាចខ្មៅនោះកំពុងត្រឡប់មកវិញគឺលូកានិយាយព្រះនាងមានអារម្មណ៍ភ័យប៉ុន្តែព្រះនាងមិនចង់ឲ្យសួននេះបាត់បង់ឡើយខ្ញុំនឹងជួយអ្នកការពារវាព្រះនាងនិយាយដោយម៉ឺងម៉ាត់លូកាញឹមស្រាលខ្ញុំដឹងថាអ្នកនឹងនិយាយបែបនេះនៅយប់បន្ទាប់មេឃប្រែជាងឹតខ្លាំងខ្យល់ត្រជាក់បក់កាត់សួនហើយផ្សែងខ្មៅចាប់ផ្ដើមលេចឡើងពីក្នុងព្រៃសត្វបក្សីហោះរត់ដោយភ័យខ្លាចភ្លាមនោះសំឡេងសើចដ៏គួរឲ្យខ្លាចមួយលាន់ឬទីបំផុតខ្ញុំបានរកឃើញសួននេះវិញហើយពីក្នុងផ្សែងខ្មៅបុរសម្នាក់ស្លៀកអាវខ្មៅបានបង្ហាញខ្លួនភ្នែករបស់គាត់ភ្លឺពណ៌ក្រហមដូចភ្លើងខ្ញុំគឺម៉ារុកហើយខ្ញុំនឹងយកគ្រាប់បេះដូងពន្លឺលូកាឈរនៅមុខព្រះនាងភ្លាមខ្ញុំនឹងមិនអនុញ្ញាតឲ្យអ្នកបំផ្លាញសួននេះទេម៉ារុកសើចយ៉ាងខ្លាំងអ្នកម្នាក់ឯងមិនអាចទប់ខ្ញុំបានទេគាត់បានបាញ់អំណាចខ្មៅទៅលើសួនដើមឈើចាប់ផ្ដើមស្ងួតហើយផ្កាជាច្រើនរលាយបាត់ព្រះនាងមានអារម្មណ៍ថាបេះដូងកំពុងឈឺចាប់ព្រះនាងមិនចង់ឃើញកន្លែងដ៏ស្រស់ស្អាតនេះបាត់បង់ឡើយភ្លាមនោះទឹកជ្រោះពណ៌ប្រាក់នៅកណ្ដាលសួនចាប់ផ្ដើមភ្លឺខ្លាំងសំឡេងមួយលាន់ឬក្នុងខ្យល់អំណាចពិតប្រាកដស្ថិតនៅក្នុងបេះដូងដែលពោរពេញដោយសេចក្តីស្រឡាញ់ព្រះនាងបិទភ្នែកហើយនឹកឃើញពីគ្រប់អ្វីដែលព្រះនាងស្រឡាញ់ប្រជាជនអាណាចក្រនិងមិត្តភាពរបស់លូកា
ភ្លាមនោះពន្លឺពណ៌មាសបានលេចឡើងជុំវិញខ្លួនព្រះនាងផ្កាទាំងអស់ចាប់ផ្ដើមភ្លឺឡើងវិញពន្លឺដ៏ស្រស់ស្អាតបានរាលដាលពេញសួននិងបំបត្តិផ្សែងខ្មៅទាំងអស់ម៉ារុកស្រែកដោយភ័យខ្លាចមិនអាចទៅរួចទេអំណាចខ្មៅរបស់គាត់រលាយបាត់ហើយគាត់ត្រូវពន្លឺលេបចូលរហូតបាត់ខ្លួនសួនសម្ងាត់ត្រឡប់មកស្រស់ស្អាតជាងមុនផ្ការីកពេញទីកន្លែងហើយមេអំបៅពន្លឺក៏ហោះហើរពេញមេឃលូកាមើលព្រះនាងដោយស្នាមញឹមអ្នកបានសង្គ្រោះសួននេះកព្រះនាងញឹមវិញយើងជួយគ្នាភ្លាមនោះខ្លួនរបស់លូកាចាប់ផ្ដើមភ្លឺព្រះនាងភ័យលូកាមានរឿងអ្វីលូកាញឹមទន់ភ្លន់ខ្ញុំគ្រាន់តែជាវិញ្ញាណអ្នកការពារសួនឥឡូវសួនមានអ្នកការពារថ្មីហើយទេកុំទៅព្រះនាងនិយាយទាំងទឹកភ្នែកលូកាលើកដៃប៉ះថ្ពាល់ព្រះនាងស្រាលតារាបណាផ្កានៅតែរីកក្នុងសួននេះខ្ញុំនឹងនៅជាមួយអ្នកជានិច្ចបន្ទាប់មកគាត់ក៏លាយទៅក្នុងពន្លឺផ្កាយព្រះនាងឈមមើលទាំងទឹកភ្នែកហូរប៉ុន្តែព្រះនាងញឹមស្រាលចាប់ពីថ្ងៃនោះមកព្រះនាងអេលីសាបានក្លាយជាអ្នកការពារសួនសម្ងាត់ហើយរាល់យប់ព្រះនាងតែងឃើញពន្លឺតូចមួយភ្លឺនៅក្រោមដើមឈើធំដូចជាលូកានៅតែការពារព្រះនាងពីចម្ងាយគិតបណ្ឌិតសេចក្តីស្រឡាញ់និងចិត្តបរិសុទ្ធគឺជាពន្លឺដែលអាចការពារអ្វីស្រស់ស្អាតទាំងអស់ក្នុងពិភពលោកបន្ទាប់ពីលូកាលាយបាត់ទៅក្នុងពន្លឺផ្កាយសួនសម្ងាត់ក៏ត្រឡប់មកស្ងប់ស្ងាត់វិញខ្យល់ត្រជាក់ស្រាលបក់កាត់ផ្ការាប់ពាន់ពណ៌ហើយពន្លឺពីមេអំបៅវេទមិនហោះភ្លឺពេញមេឃរាត្រីព្រះនាងអេលីសាឈមមើលកន្លែងដែលលូកាបាត់ខ្លួនទាំងទឹកភ្នែកហូរស្រក់យឺតលូកាព្រះនាងខ្សឹបស្រាលបេះដូងព្រះនាងមានអារម្មណ៍ទេយ៉ាងចម្លែកទោះសួនសម្ងាត់ត្រូវបានសង្គ្រោះក៏ដោយព្រះនាងមានអារម្មណ៍ដូចបាត់បង់មនុស្សសំខាន់បំផុតម្នាក់ក្នុងជីវិតនៅកណ្ដាលសួនទឹកជ្រោះពណ៌ប្រាក់នៅតែហូរយ៉ាងស្រស់ស្អាតប៉ុន្តែពន្លឺរបស់វាទន់ភ្លន់ជាងមុនភ្លាមនោះសំឡេងទន់មួយលាន់ឬក្នុងខ្យល់អ្នកគឺជាអ្នកការពារសួនថ្មីព្រះនាងងាកមើលជុំវិញប៉ុន្តែគ្មាននរណាឡើយនៅកណ្ដាលទឹកជ្រោះមានគ្រាប់ពន្លឺមូលតូចមួយអណ្ដែតឡើងលើអាកាសព្រះនាងដើរទៅជិតយឺតគ្រាប់ពន្លឺនោះបញ្ចេញរស្មីកក់ក្ដៅហើយពេលព្រះនាងលើកដៃប៉ះវាពន្លឺស្រាលមួយបានចូលទៅក្នុងបេះដូងព្រះនាងភ្លាមនោះព្រះនាងបានឃើញរូបភាពជាច្រើនក្នុងចិត្តព្រះនាងឃើញសួនសម្ងាត់កាលពីរាប់រយឆ្នាំមុននៅពេលនោះសួននេះធំជាងពេលបច្ចុប្បន្នខ្លាំងណាស់មានមនុស្សរស់នៅជាច្រើននិងសត្វវេទមន្តរាប់រយប្រភេទនៅកណ្ដាលសួនមានដើមឈើយក្សមួយដើមដែលបញ្ចេញពន្លឺដូចព្រះអាទិត្យគេហៅវាថាដើមឈើនៃពន្លឺដើមឈើនោះគឺជាប្រភពអំណាចនៃសួនទាំងមូលប៉ុន្តែថ្ងៃមួយអ្នកវេទមន្តខ្មៅជាច្រើនបានមកវាយប្រហារសួនដើម្បីយកអំណាចនោះសង្គ្រាមដ៏ធំបានផ្ទុះឡើងមនុស្សជាច្រើនបានបាត់បង់ជីវិតហើយដើមឈើនៃពន្លឺក៏ចាប់ផ្ដើមស្លាប់ដើម្បីការពារសួនអ្នកការពារចុងក្រោយបានប្រើអំណាចជីវិតរបស់ខ្លួនបិទសួនពីពិភពលោកនិងបង្កើតអ្នកការពារថ្មីរាល់ជំនាន់ពេលរូបភាពទាំងអស់បាត់ទៅព្រះនាងដកដង្ហើមយឺតដូច្នេះលូកាក៏ជាអ្នកការពារម្នាក់ខ្យល់ស្រាលមួយបក់កាត់ផ្កាហើយសំឡេងលូកាដូចលាន់នៅពីចម្ងាយសូមការពារសួននេះជំនួសខ្ញុំព្រះនាងបិទភ្នែកនិងងក់ក្បាលស្ងាត់ភាគទី4ព្រះនាងអ្នកការពារសួនចាប់ពីថ្ងៃនោះមកព្រះនាងអេលីសាតែងមកសួនសម្ងាត់រាល់យប់ព្រះនាងចាប់ផ្ដើមសិក្សាអំពីវេទមន្តនៃធម្មជាតិផ្កានៅក្នុងសួនបានបង្រៀនព្រះនាងអំពីពន្លឺទឹកជ្រោះពណ៌ប្រាក់បានបង្ហាញអំពីអតីតកាលហើយដើមឈើធំក៏ខ្សឹបប្រាប់អាចកំបាំងបុរាណមួយរយៈក្រោយមកព្រះនាងចាប់ផ្ដើមមានអំណាចចម្លែកពេលព្រះនាងប៉ះផ្កាស្វិតវារីកឡើងវិញពេលសត្វរបួសព្រះនាងអាចព្យាបាលវាបានពេលយប់ពន្លឺស្រាលតែងភ្លឺជុំវិញខ្លួនព្រះនាងដូចផ្កាយប៉ុន្តែព្រះនាងនៅតែមានអារម្មណ៍ឯកោរាល់ពេលព្រះនាងឃើញកន្លែងដែលលូកាធ្លាប់ឈរបេះដូងព្រះនាងតែងឈឺចាប់ថ្ងៃមួយខណៈព្រះនាងអង្គុយក្បែរបឹងពន្លឺស្រាប់តែទឹកក្នុងបឹងចាប់ផ្ដើមរលកខ្លាំងរូបភាពមួយបានលេចឡើងលើផ្ទៃទឹកព្រះនាងបានឃើញព្រៃមួយកំពុងឆេះដោយភ្លើងខ្មៅមនុស្សជាច្រើនកំពុងរត់ដោយភ័យខ្លាចហើយនៅកណ្ដាលភ្លើងនោះមានស្រមោលខ្មៅធំមួយកំពុងសើចព្រះនាងភ្ញាក់ផ្អើលយ៉ាងខ្លាំងនោះជាអ្វីសំឡេងដើមឈើធំលាន់នៅអំណាចចង្រិតមិនទាន់រលាយបាត់ទេព្រះនាងមានអារម្មណ៍ត្រជាក់ពេញខ្លួនមានន័យថាម៉ារុកនៅរស់ខ្យល់ក្នុងសួនស្ងប់មួយសន្ទុះមុនសំឡេងនោះឆ្លើយ
អំណាចខ្មៅមិនងាយបាត់ឡើយវាតែងរកវិធីត្រឡប់មកវិញព្រះនាងដឹងភ្លាមថាគ្រោះថ្នាក់ថ្មីកំពុងមកដល់ភាគទី5ស្រមោលក្រោមពន្លឺព្រះច័ន្ទប៉ុន្មានថ្ងៃក្រោយមកអាណាចក្រច័ន្ទមាលាចាប់ផ្ដើមមានរឿងចម្លែកកើតឡើងផ្កានៅក្នុងសួនព្រះរាជវាំងចាប់ផ្ដើមស្វិតសឹកបក្សីបាត់ពីមេឃហើយរាល់យប់ប្រជាជនតែងញើសសំឡេងខ្សឹបចម្លែកក្នុងខ្យល់មនុស្សជាច្រើនភ័យខ្លាចព្រះមហាក្សត្របញ្ជាឲ្យទាហានស្វែងរកមូលហេតុប៉ុន្តែគ្មាននរណារកឃើញអ្វីឡើយនៅយប់មួយព្រះនាងបានទៅសួនសម្ងាត់ភ្លាមនោះពន្លឺក្នុងសួនចាប់ផ្ដើមញ័រមេអំបៅវេទមិនហោះលាក់ខ្លួនស្រាប់តែសំឡេងសើចស្រាលមួយលាន់នៅពីក្នុងអប់អ្នកគិតថាអ្នកអាចការពារសួននេះបានរហូតឬព្រះនាងងាកទៅមើលភ្លាមនៅក្នុងភាពងឹតមានស្រមោលមនុស្សម្នាក់ឈរនៅក្រោមដើមឈើភ្នែករបស់គាត់ភ្លឺពណ៌ក្រហមម៉ារុកព្រះនាងខ្សឹបស្រមោលនោះសើចខ្ញុំត្រឡប់មកវិញហើយព្រះនាងថយក្រោយបន្តិចប៉ុន្តែមិនរត់ឡើយខ្ញុំនឹងមិនឲ្យអ្នកបំផ្លាញសួននេះទៀតទេម៉ារុកលើកដៃឡើងផ្សែងខ្មៅចាប់ផ្ដើមរាលដាលពេញដីផ្កាជាច្រើនស្លាប់ភ្លាមព្រះនាងមានអារម្មណ៍ថាបេះដូងកំពុងឈឺចាប់ភ្លាមនោះខ្សែពន្លឺតូចមួយបានលេចឡើងពីក្នុងអាកាសវាប្រែក្លាយជារូបលូកាស្រអាប់អេលីសាកុំភ័យព្រះនាងភ្នែកធំឡើងដោយភ្ញាក់ផ្អើលលូកាញឹមស្រាលអំណាចពិតមិនមែនមកពីវេទមន្តទេតែមកពីបេះដូងអ្នកពន្លឺជាច្រើនចាប់ផ្ដើមភ្លឺជុំវិញព្រះនាងផ្កានៅក្នុងសួនរីកឡើងវិញពន្លឺពណ៌មាសរាលដាលពេញមេឃរាត្រីម៉ារុកស្រែកដោយភ័យខ្លាចទេវាមិនអាចទៅរួចទេពន្លឺដ៏ខ្លាំងបានបំបត្តិផ្សែងខ្មៅទាំងអស់សួនសម្ងាត់ត្រឡប់មកភ្លឺស្រស់ស្អាតជាងមុនហើយនៅក្នុងពន្លឺនោះព្រះនាងបានឃើញលូកាជាលើកចុងក្រោយគាត់ញឹមទន់ភ្លន់មុននឹងរលាយទៅក្នុងផ្កាយលើមេឃព្រះនាងស្រក់ទឹកភ្នែកប៉ុន្តែព្រះនាងញឹមព្រះនាងដឹងថាលូកានឹងនៅក្នុងបេះដូងព្រះនាងជានិច្ចគិតបណ្ឌិតសេចក្តីស្រឡាញ់ពិតប្រាកដមិនដែលបាត់ឡើយទោះនៅឆ្ងាយប៉ុណ្ណាវានៅតែភ្លឺក្នុងបេះដូងយើងជានិច្ច